ប្រិយមិត្តលោកអ្នកស្ដាប់ពីកម្មវិធីផាកយងជេ podcast ជាទីគោរពបាទអ្វីទៅដែលជាមនុស្សប្រុសចាស់ទុំនោះនៅថ្ងៃនេះខ្ញុំបាទនឹងបកស្រាយក៏ដូចជាផ្ដល់នៅអ្វីដែលជាចំណុចរបស់មនុស្សប្រុសចាស់ទុំថាមានលក្ខណៈយ៉ាងណានោះបាទសូមរីករាយស្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទមនុស្សប្រុសដែលចាស់ទុំបាទគាត់ដឹងនៅទួលនីតិរបស់គាត់សំខាន់នោះគឺជាបង្គោលសម្រាប់គ្រួសារទាំងមូលគាត់ឲ្យតម្លៃប្រពន្ធរបស់គាត់ហើយនឹងមិនពាក់ព័ន្ធជាមួយនឹងស្រីញីខាងក្រៅព្រោះដឹងថាវាគ្មានប្រយោជន៍ទាល់តែសោះគាត់ទុកគ្រួសារប្រពន្ធកូនសំខាន់ជាងមិត្តភក្តិព្រោះគាត់ដឹងថាមានតែប្រពន្ធនិងកូនខ្លួនប៉ុណ្ណោះដែលអាចកំដរដល់រូបគាត់រហូតដល់ដង្ហើមចុងក្រោយបាទនៅក្នុងន័យនេះមិនមែនថាយើងបោះបង់មិត្តភក្តិចោលនោះទេសម្រាប់ចូលដល់វ័យដែលយើងមានគ្រួសារទៅហើយនោះការរាប់អាននៅមិត្តភក្តិក៏យើងត្រូវតែបែងចែកផងដែរមិត្តភក្តិដែលល្អគឺមិត្តភក្តិចេះយល់ពីផលវិបាករបស់មិត្តភក្តិតែងតែឲ្យតម្លៃទៅលើគ្រួសារមុនយល់ពីកលៈទេសៈរបស់មិត្តភក្តិដល់ឱកាសឲ្យគ្នាជួយគ្នានៅពេលមានគ្រាអាសន្នផ្ដល់ឱកាសឲ្យគ្នាឲ្យបានរីកចម្រើនទាំងអស់គ្នាមិត្តភក្តិបែបនោះអាចទៅជឿយកបានក៏ប៉ុន្តែមិត្តភក្តិដែលអត់មានយល់អ្វីទាំងអស់គិតតែពីចាក់រុកឆ្កឹះឆ្កៀលឲ្យគ្រួសាររបស់យើងកាន់តែជួបនូវភាពអពមង្គលភាសាអង់គ្លេសគេថាសម្រាប់មិត្តនៅពេលនេះគឺអត់មានសញ្ញាបូកទេមានតែសញ្ញាដកបើមិត្តភក្តិយល់អំពីតម្លៃរបស់យើងគាត់យល់អំពីស្ថានភាពគ្រួសារបាទខ្ញុំសូមកាត់ត្រឹមប៉ុណ្ណេះអំពីមិត្តភក្តិបាទនៅឱកាសក្រោយខ្ញុំនឹងបញ្យល់បន្ថែមថាតើមិត្តភក្តិហើយនឹងគ្រួសារមួយណាមានតម្លៃមួយណាសំខាន់ជាងបាទឥឡូវយើងបន្តទៅលើអ្វីដែលគេហៅថាមនុស្សប្រុសចាស់ទុំបន្តទៅទៀតបាទគឺគាត់តែងតែផ្ដល់អតិភិបទទួលយកគំនិតរបស់ប្រពន្ធមិនមែនគាត់ខ្លាចប្រពន្ធនោះទេតែជាការគោរពនិងឲ្យតម្លៃប្រពន្ធរបស់គាត់មិនខឹងស្រែកឡូឡាឬដណ្ដើមឈ្នះប្រពន្ធឡើយព្រោះគាត់ដឹងថាវាជាទង្វើបំផ្លាញសតិអារម្មណ៍ល្អនៅក្នុងគ្រួសារក៏អាចជាគំរូអាក្រក់ដល់កូនផងដែរគាត់មិនប្រកាន់ការងារស្រីឬការងារប្រុសព្រោះគ្រប់កិច្ចការគឺសុទ្ធតែជាប្រយោជន៍រួមនៅក្នុងគ្រួសារហើយគាត់តែងតែជួយការងារដល់ប្រពន្ធព្រោះនេះជាការបង្កើននូវភាពស្និទ្ធស្នាលក៏ដូចជាគំរូល្អដល់កូននោះដែរគាត់ទៅណាមកណាគោរពពេលវេលាព្រោះគាត់ដឹងថាខ្លួនមានប្រពន្ធកូនទន្ទឹងរង់ចាំនៅឯផ្ទះគាត់ក៏ខិតខំធ្វើការងារបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារគាត់តែងលៃលកពេលវេលាសម្រាប់ជូនប្រពន្ធកូនដែលលំហើហើយគាត់ក៏មានគោលដៅច្បាស់លាស់គឺធ្វើយ៉ាងណាឲ្យគ្រួសារមួយមានសុភមង្គលមានស្នាមញញឹមព្រោះនេះជាការសរបញ្ជាក់អំពីសមត្ថភាពរបស់គាត់ដែលជាប្តីដ៏ល្អ
អរគុណដល់លោកអ្នកនាងកញ្ញាជាទីមេត្រីសង្ឃឹមថាលោកអ្នកនាងកញ្ញាទទួលយកនៅ You know what they say. អ្វីដែលខ្ញុំបានបកស្រាយនៅពេលនេះ You get out. សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា